គន្លឹះទាំង5ដើម្បីបង្កើនប្រសិទ្ធភាពការងារតើអ្នកធ្លាប់មានអារម្មណ៍ថារវល់ពេញមួយថ្ងៃតែហាក់ដូចជាមិនសម្រេចការងារអ្វីសោះការងារដែលមានប្រសិទ្ធភាពមិនមែនទាមទារឲ្យយើងធ្វើការច្រើនម៉ោងជាងគេនោះទេតែវាទាមទារឲ្យយើងធ្វើការដោយឆ្លាតវៃនិងមានផែនការច្បាស់លាស់ថ្ងៃនេះចូលសាកល្បងអនុវត្តនូវគន្លឹះងាយៗដូចជាការផ្ដោតទៅលើការងារតែមួយក្នុងពេលតែមួយនិងការរៀបចំពេលវេលាឲ្យបានត្រឹមត្រូវអ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកឃើញអ្នកអាចសម្រេចបានការងារច្រើនជាងមុនតែមានភាពតានតឹងតិចជាងមុនខាងក្រោមនេះគឺជាគន្លឹះ5យ៉ាងដើម្បីបង្កើនប្រសិទ្ធភាពការងារទី1ការបែងចែកពេលវេលាឲ្យបានត្រឹមត្រូវវិធីសាស្ត្រនេះតម្រូវឲ្យអ្នកកំណត់ពេលវេលាច្បាស់លាស់សម្រាប់កិច្ចការនីមួយៗនៅក្នុងកាលវិភាគរបស់អ្នកជំនួសឲ្យការធ្វើការងារតាមតែចិត្តនឹកឃើញអ្នកត្រូវបែងចែកពេលវេលាឲ្យបានត្រឹមត្រូវឧទាហរណ៍ម៉ោង8ដល់ម៉ោង9ព្រឹកសម្រាប់ការពិនិត្យផែនការនិងការឆ្លើយតបអ៊ីមែលចំណែកឯម៉ោង9ព្រឹករហូតដល់ម៉ោង11ព្រឹកសម្រាប់កិច្ចការដែលត្រូវប្រើខួរក្បាលខ្លាំងការធ្វើបែបនេះជួយឲ្យខួរក្បាលដឹងមុនថាតើនឹងត្រូវធ្វើអ្វីហើយវានឹងជួយកាត់បន្ថយការអស់កម្លាំងក្នុងការសម្រេចចិត្តនៅពេលដែលអ្នកស្ថិតនៅក្នុងប្លុកពេលវេលាណាមួយចូលផ្ដោតលើកិច្ចការនោះតែមួយមុខគត់ដើម្បីសម្រេចបាននៅគុណផលខ្ពស់បំផុតចំណុចទី2ការកំណត់អាទិភាពទៅតាមគោលការណ៍80 លើ 20យោងតាមច្បាប់ Pareto 80% នៃលទ្ធផលរបស់អ្នកដែលបានមកពី 20% នៃសកម្មភាពរបស់អ្នកដើម្បីបង្កើនផលិតភាពអ្នកត្រូវចេះស្វែងរកឲ្យឃើញថាតើការងារណាខ្លះដែលផ្ដល់ផលចំណេញឬលទ្ធផលធំបំផុតដែលតម្រូវឲ្យយើងត្រូវចំណាយថាមពលទៅលើវាមុនគេចូលគុំចំណាយពេលពេញមួយថ្ងៃទៅលើកិច្ចការតូចៗដែលមិនសូវសំខាន់ការផ្ដោតលើកិច្ចការសំខាន់មិនត្រឹមតែជួយឲ្យអ្នកសម្រេចបានការងារបានច្រើននោះទេប៉ុន្តែវាជួយឲ្យអ្នកឈានទៅរកគោលដៅធំបានលឿនជាងមុនចំណុចទី3ការជំរុះចោលនៅការងារពហុមុខមនុស្សជាច្រើនយល់ច្រឡំថាការធ្វើការងារច្រើនក្នុងពេលតែមួយគឺជាសញ្ញានៃផលិតភាពប៉ុន្តែតាមពិតវាធ្វើឲ្យផលិតភាពថយចុះទៅវិញទេខួរក្បាលមនុស្សមិនអាចផ្ដោតលើរឿងច្រើនក្នុងពេលតែមួយបានល្អនោះទេដោយវាគ្រាន់តែជាការធ្វើការបដូរការផ្ដោតអារម្មណ៍ទៅវិញទៅមកតែប៉ុណ្ណោះដែលធ្វើឲ្យយើងឆាប់ហត់និងងាយបង្កកំហុសចូលអនុវត្តការងារម្ដងមួយនៅពេលដែលអ្នកបញ្ចប់កិច្ចការមួយទាំងស្រុងរួចទៅបន្តទៅកិច្ចការបន្ទាប់ទៀតអ្នកនឹងឃើញថាអ្នកចំណាយពេលតិចជាងមុនហើយលទ្ធផលការងារក៏មានគុណភាពល្អជាងមុនផងដែរចំណុចទី4ការសម្រាកការធ្វើការងារជាប់គ្នារាប់ម៉ោងដោយមិនសម្រាកនឹងធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះផលិតភាពការងារមិនមែនសំដៅទៅលើការធ្វើការឲ្យបានច្រើនម៉ោងនោះទេប៉ុន្តែគឺការរក្សាថាមពលឲ្យបានជាប់លាប់ចូលប្រើបច្ចេកទេសសម្រាកខ្លីៗដូចជាការដើរចេញពីតុការងារឬការញ៉ាំទឹកក្រោយពេលធ្វើការបាន50ទៅ90នាទីការសម្រាកជួយឲ្យខួរក្បាលមានឱកាស reset និងត្រឡប់មកវិញជាមួយនឹងគំនិតច្នៃប្រឌិតថ្មីយើងអាចនិយាយបានថាការឈប់សម្រាកបន្តិចគឺជាការសន្សំថាមពលដើម្បីរត់ឲ្យបានឆ្ងាយជាងមុនចំណុចទី5ការរៀបចំផែនការសម្រាប់ថ្ងៃស្អែកមុនពេលបញ្ចប់ការងារជារៀងរាល់ថ្ងៃចូលចំណាយពេល5ទៅ10នាទីដើម្បីពិនិត្យមើលអ្វីដែលអ្នកបានធ្វើរួច
និងរៀបចំបញ្ជីការងារសំខាន់សម្រាប់ថ្ងៃស្អែកការធ្វើបែបនេះជួយឲ្យអ្នកមិនចាំបាច់ខ្វាយខ្វល់ពីការងារនៅពេលយប់និងអាចគេងបានលក់ស្រួលនៅពេលព្រឹកស្អែកមកដល់អ្នកអាចចាប់ផ្ដើមការងារភ្លាមដោយមិនចាំបាច់ចំណាយពេលអង្គុយគិតថាតើត្រូវចាប់ផ្ដើមពីត្រង់ណាដែលនេះហើយគឺជាវិធីដ៏ល្អបំផុតក្នុងការកសាងសន្ទុះការងារតាំងពីព្រឹកព្រលឹមតើកន្លឹះមួយណាដែលអ្នកចង់សាកល្បងអនុវត្តមុនគេនៅថ្ងៃនេះសូមសរសេរនៅក្នុងខមមិនខាងក្រោមសូមអរគុណ